សុខមានអារម្មណ៍ថាសេរលីងរលោងទឹកភ្នែកអត់ហេតុផលនៅក្នុងចំណោមគេប្រឹងលេសើចមិនអោយគេឆ្ងល់គេទៅផុតមិនទាន់យំហូអើយតែយប់ឈានចូលមកដល់ផ្លូវចិត្តច្របូកច្របល់ខ្វល់បារម្ភបេះដូងក៏លោតញាប់ក្បាលក៏ឈឺដូចគេវីដំថ្ងៃណាក៏ទូលភ្នំទឹកភ្នែកនាងណាក៏បានសុំអោបបនតែមកខ្ញុំឯកោត្រូវការមនុស្សម្នាក់ចូលជេជួយសួរនាំខ្ញុំខ្លះផងពេលឃើញខ្ញុំផុសស្រាអីសែតសែបានទីជួយរំលែកឲ្យស្បើយរឹងមកយូរហើយហត់ហើយហត់ខ្លាំងពេលនេះគ្មានកម្លាំងលងខ្លួនឯងឡើយសំបីដល់ដង្ហើមក៏ហត់ទៅមកលែងរួយទៀតហើយខ្ញុំដួលហើយអ្នកណាមួយអាចជួយខ្ញុំបាន